សាមយុទ្ធសាមយុទ្ធនៅរូបខ្ញុំពុំដែលលហើយចិត្តសពថ្ងៃរីគិតពង្រឹងរិទ្ធធីសាមយុទ្ធនៅរូបខ្ញុំពុំដែលលហើយចិត្តសពថ្ងៃរីគិតពង្រឹងរិទ្ធធីបំណងស្វែងរកកំណត់បារមីពង្រឹងរិទ្ធធីជាស្ដេចអាទិទេពនៅលើព្រឹកព្រៃដែនដីនៃរញ្ជរានេះមានទ្រព្យសម្បត្តិដែលមានមហិទ្ធិឫទ្ធិច្រើនណាស់តែយើងមិនដឹងបង្កប់ទុកនៅទីណាឡើយ 3-4 ថ្ងៃទៅហើយដែលយើងប្រាក់ឲ្យពួកព្រាយបិសាចទៅស៊ើបការមើលចុះហេតុអ្វីស្មើនេះហើយមិនទាន់ឃើញអាណាមួយត្រឡប់មកសោះប្រមាថលោកម្ចាស់ប្រមាថលោកម្ចាស់ជប់សិនពួកព្រាយបិសាចទាំងអស់គ្នាអូអបិសាចឯងត្រឡប់មកហើយឬប្រមាថលោកម្ចាស់ចុះដំណើរស៊ើបការឯងបានក្តាប់ពីសភាពការអ្វីខ្លះទៅហ៎ប្រមាថលោកម្ចាស់ពួកបិសាចខ្ញុំបានដើររុករៀនទៅគ្រប់ទីតំបន់ត្រូវនឹកស្រុកគ្រារៀងធ្វើឲ្យស្ទះដំណើរយ៉ាងខ្លាំងតែសូមលោកម្ចាស់កុំរំឲ្យសោះគង់តែមានសេចក្តីសង្ឃឹមទេបាទអូគង់តែមានសង្ឃឹមចុះឯងចង់ធ្វើម៉េចទៅបិសាចប្រមាថលោកម្ចាស់បើតាមពួកបិសាចដើរស៊ើបការបានដឹងច្បាស់ថានៅលើទឹកដីនៃរាជរាមមានចង្គៀងទឹកមួយដែលមានមហិទ្ធិឫទ្ធិបាទមានចង្គៀងទឹកតែចង្គៀងទឹកនោះបានបាត់រស័តរាប់រយដំណឥឡូវមិនដឹងស្ថិតនៅទីកន្លែងណាទេបាទអូបានសេចក្តីថានៅលើព្រឹកព្រៃដែនដីនៃរញ្ជរានេះមានចង្គៀងទឹកមួយដែលត្រូវបាត់បង់តាំងពីយូរលង់មកប្រសើរណាស់បិសាចឯងពិតជាបានការមែនបាទសូមអរគុណលោកម្ចាស់បាទបាញ់ជឹងយើងនឹងប្រើកញ្ចក់ទឹកសេពវិតាមុនរកមើលតើចង្គៀងទឹកនោះវាស្ថិតនៅទីណាកញ្ចក់ទឹកឆ្លោះបញ្ចាំងភ្លាមឆ្លោះបញ្ចាំងភ្លាមចង្គៀងទឹកពិតប្រកបមែនហើយពួកព្រាយបិសាចទាំងអស់គ្នាយើងដឹងច្បាស់ថាចង្គៀងទឹកនោះវាស្ថិតនៅទីណាហើយចង្គៀងទឹកគឺជារបស់យើងគឺជារបស់យើងជ្រោះជ្រៅសែនឆ្ងាយពុំរសាយចិត្តលុតដមមោះមុតចិត្តគ្រូអាចារ្យស្មឹងស្មាតសមាធិយល់គ្រប់សាច់ការកំបាំងអត់អាព្រឹកព្រៃប្រតលមានដើមកំណត់ប្រភពមន្ត្រីចេញจากវាំងជ័យសពល្បិចកិច្ចកលចូលព្រៃសាងភ្នួងបួងសាងកុសលយកព្រៃជ្រុងជ្រៅ
ធ្វើជាគេហា សិស្សសូមគ្រប់ប្រណិប័តសម្ដេចព្រះគ្រូអាចារ្យបាទ ល្អហើយកូនសិស្សទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃជួបជុំគ្នាហើយតើមានសិស្សណាម្នាក់ខកខានមិនបានចូលមករួមទេចៅសិស្ស ព្រះបាទព្រះគ្រូសិស្សទាំងអស់គ្នាបានមកជុំគ្នាអស់ហើយសូមសម្ដេចព្រះគ្រូសពប្រុសមុខវិជ្ជាដល់សិស្សគ្រប់រូបទៀតចុះសម្ដេចព្រះគ្រូ បើអញ្ចឹងប្រញាប់បញ្ចេញក្បាច់ឲ្យគ្រូពិនិត្យមកមើល ព្រះបាទសម្ដេចព្រះគ្រូបាច់ភ្លាមចៅសិត ប្រសើរណាស់គ្រាន់តែមួយរយៈពេលខ្លីតែប៉ុណ្ណោះសិស្សទាំងអស់គ្នាក៏បានចេះចាំយ៉ាងស្ទាត់ក្បាច់ទាំងប៉ុន្មានដែលគ្រូបានបង្ហាត់អោយជាពិសេសគឺចៅសិទ្ធនោះឯងណា សិស្សសូមថ្លែងអំណរព្រះគុណសម្ដេចព្រះគ្រូ យ៉ាត់ជំរាបព្រះគ្រូហើយចនឹកម៉ៃខ្ញុំព្រះគ្រូឲ្យតម្លៃយ៉ាងណាដែរទៅបាទ ណាក់ម៉ាចចង់អោយគ្រូឲ្យតម្លៃពីសមត្ថភាពរបស់ណាក់ម៉ាចឯងឬ បាទ ណែក្បាច់គុណក៏ដូចគេដូចឯងចឹងដែរតែមាននៅអាក្បាច់ខ្លះត្រូវតែខិតខំដោះខាត់បន្តទៀតណា អាយ៉ាហើយចន់នៅស្នៀតណាទៀតដែលណាក់ម៉ៃខ្ញុំមិនតន់ដោះខាត់ព្រះគ្រូអណែពលពេលស្នៀតតោកស្នៀតក្រាបស្នៀតចាប់ស្នៀតផ្លោមណាក់ម៉ៃខ្ញុំចេះស្ទាត់ស្ទើរអស់ទៅហើយចន់នៅស្នៀតណាទៀតដែលណាក់ម៉ៃខ្ញុំមិនតន់ដោះខាត់ព្រះគ្រូ គឺនៅអាស្នៀតខិលខូចនោះអី អូពិតប្រកបណាព្រះគ្រូអាម៉េញនេះពេលដែលពួកកូនសិស្សកំពុងតែមុជទឹកបលែងគ្នាលេងពេលនោះបងម៉ាច់គេក៏មកលបលួចមើលពួកសឹកមុតទឹកដែរព្រះគ្រូសាមិនចង់យ៉ាងទេបងម៉ាច់ខិលខូចចិត្តដូចស្វាព្រៃ អាយ៉ូ ហ៊ានលួចមើលស្រីបន្លែងកងគា លួចមើលតិចមិនបាន ធ្វើផ្នែកលីងឡង់ពពោះមាត់ធា អាយ៉ូ ស្រីមិនកងគាមានអ្វីប្រសើរ អូយអាចទៅទឹកខ្ញុំអើយ ហើយបានហើយសិស្សទាំងអស់គ្នា ព្រះបាទព្រះគ្រូ ថ្ងៃនេះគឺជាថ្ងៃជួបជុំគ្នាហើយគ្រូគិតថាសូមលាកូនសិស្សទាំងអស់គ្នានេះចេញទៅប្រតិបត្តិធម៌នៅតំបន់ឆ្ងាយណា ជីសម្ដេចព្រះគ្រូសម្ដេចព្រះគ្រូគិតធ្វើដំណើរទៅប្រណិប័តធម៌នៅតំបន់ណាអញ្ចឹងសម្ដេចព្រះគ្រូ គឺទៅប្រតិបត្តិធម៌នៅព្រៃហេមពៀនហើយមិនដឹងតែថ្ងៃណាគ្រូនឹងត្រឡប់មកវិញទេ បបពិតព្រះគ្រូហេតុអីព្រះគ្រូធ្វើដំណើរទៅឆ្ងាយម្លេះព្រះគ្រូទៅចូលកូនសិស្សកូនសេះកូនពពែឲ្យនៅទីនេះកំព្រារងាឬមែនតែនាងចិត្តនាងឆាយ ពិតប្រកបណាព្រះគ្រូ ព្រះគ្រូ
ព្រះគ្រូធ្វើដំណើរទៅហើយតើមាននរណាហត់ពាត់កូនសិស្សតទៅទៀតសម្ដេចព្រះគ្រូ សិស្សទាំងអស់គ្នាដោយគ្រូយល់ឃើញថាតម្រេះវិជាតាំងប៉ុន្មានគ្រូបានបង្ហាត់បង្រៀនអោយឃើញថាចេះចាំលមុំក្រនដែនណាស់ទៅហើយបានជាគ្រូសម្រេចចិត្តថាគ្រូចេញទៅប្រតិបត្តិធម៌នៅស្រុកឆ្ងាយណាតម្រេះងេចេះងេចាមេយ៉ាសិតសឹងអើយចេះសោកមកគ្រូផ្ដល់លេកុំណប់មេយ៉ាគ្មានលក្ខងេទុកទេតម្រេះងេចេះដឹងអើយសិតសឹងងេចេះសោកគ្រូផ្ដល់លេកំណប់មេយ៉ាគ្មានលក្ខងេទុកទេគ្រូចេញងេទៅឆ្ងាយថ្ងៃរាប់មេឆ្នាំខែសិស្សអើយជួយថែគេពីដូនតា ព្រះគ្រូអើយឃ្លាតឆ្ងាយសង្ស្ដាយម្លែទេយប់ថ្ងៃអត់លហើយលូស្អាយអូនមកកាព្រះគ្រូអើយឃ្លាតឆ្ងាយសង្ស្ដាយម្លែទេយប់ថ្ងៃអត់លហើយលូស្អាយអន្តកាយមានគ្រូអើយពុំនឹងយល់ដឹងអើយសពកាយគ្រូឆ្ងាយកាលណាអរ៉ាយសក់សៅសម្ដេចព្រះគ្រូអើយសូមសម្ដេចព្រះគ្រូកុំដាច់ប្រតិទៅចោលពួកសិស្សធ្វើអ្វីសម្ដេចព្រះគ្រូ ចៅសិទ្ធគ្រូយល់ពីទឹកចិត្តរបស់ចៅសិទ្ធហើយក៏ដូចជាកូនសិស្សទាំងអស់គ្នាដែរតែនេះគឺជាកាតព្វកិច្ចរបស់គ្រូត្រូវតែចេញដំណើរណាមើលចៅសិទ្ធ ព្រះបាទព្រះគ្រូ ព្រមទាំងសិស្សទាំងអស់គ្នា ព្រះបាទព្រះគ្រូ តម្រេះវិជាទាំងប៉ុន្មានគ្រូបានប្រោះព្រំអោយនោះជុលសិស្សទាំងអស់គ្នាយកទៅការពារទឹកដីព្រៃភ្នំក្រំថ្មដែលជាសម្បត្តិមហាសាលរបស់ដូនតាយើងតាំងពីបុរាណកាលណា សិស្សសូមចងចាំបណ្ដាំរបស់ព្រះគ្រូហើយ មើលចៅសិទ្ធ ព្រះបាទព្រះគ្រូ ពេលដែលគ្រូមិននៅសិស្សមើលការខុសត្រូវជំនួសគ្រូសិនចុះគ្រូលាសិនហើយ ព្រះបាទព្រះគ្រូសូមព្រះគ្រូធ្វើដំណើរទៅឲ្យបានសេចក្តីសុខចុះ អ
រហង្គព្រះគ្រូធ្វើដំណើរទៅហើយគ្មានអ្នកណាស្ដីបន្ទោសអុយណាក់ម៉ាច់ខ្ញុំទៀតទេអណែមើលនាងចិត្តនាងឆាយនាងឯងទាំងពីរនេះពីថ្ងៃនេះតទៅជប់ប្រមានខ្ញុំទៀតទៅគ្មានអ្នកណាជួយដោះស្រាយអុយនាងទៀតទេចាសាមយុទ្ធយើងគ្រាន់តែគួយខ្យោព្យុះមួយសន្ទុះពួកក្មេងខ្មាំងក៏រសាត់បាត់អស់រលីងតែនៅឯចៅមានុបមួយវាហាក់ដូចជាមានកម្លាំងកំហែងខ្លាំងពូកែមែនវាមិនត្រូវខ្យល់ផាត់ទៅឡើយបើអញ្ចឹងយើងនឹងប្រែក្រឡាខ្លួនធ្វើជាអ្នកដំណើរដើម្បីសាកល្បងទឹកចិត្តវាសិនហើយអូព្រៃភ្នំដែលមានដុំថ្មពពាក់ពពូននៅពីមុខនោះគឺជាកន្លែងលាក់ទុកនៅចង្កៀងទឹកដែលកញ្ចក់ទឹកបានបង្ហាញប្រាប់យើងនោះទេអីតែយើងមិនប្រថុយចុះទៅភ្លាមនោះទេយើងត្រូវតែពើកម្លាំងអ្នកស្រុកនៅតំបន់នេះឲ្យជួយមិនប្រសើរទេអីបងម៉ាច់នាងឆាតនាងឆាយអ្នកទាំងអស់គ្នាសັດប្រត់ទៅទីណាបាត់អស់ទៅហើយអូអាក្មេងល្អិតនោះចំជាក្រាន់បើមែនតែមិនអីទេឯងបើហេតុដូច្នេះយើងនឹងរកកលបិចដើម្បីបញ្ឆោតវាសិនហើយបងម៉ាច់នាងឆាតនាងឆាយអ្នកទាំងអស់គ្នាស្ថិតនៅទីណាពុទ្ធោអ្នកទាំងអស់គ្នាត្រូវខ្យល់ផាត់រសាត់រសាយបាត់អស់ទៅហើយបងម៉ាច់នាងឆាតនាងឆាយយុះយ៉ាឡាយកំណាចផ្ដាច់សងឯខាហើយអោមិត្តញេខ្ញុំអើយស្ដាប់តែទីណាញេប្រៃឈើតូចធំរលំត្រៀមត្រែជ្រុងជ្រៅចលសាយប្រែពណ៌សៅមកគង់វែងសັດព្រាត់ឬត្រូវបាត់មកចោលខ្ញុំត្រមងកណ្ដាលព្រៃជ្រៅបោះមកនាងឆាតនាងឆាយអ្នកទាំងអស់គ្នាត្រូវខ្យល់ផាត់រសាត់រសាយបាត់អស់ទៅហើយខ្ញុំត្រូវតែទៅតាមរកអ្នកទាំងអស់គ្នាហើយបងម៉ាច់នាងឆាតនាងឆាយ ណែចាំមានប់អូណែក្មួយប្រុសតើមានរឿងអីបានជាយំស្រែកដង្ហើយហៅមេឃហៅផ្កាយទាំងដាល់ព្រៃជ្រៅយ៉ាងហ្នឹងក្មួយជីតើលោកជាណាគឺជាព្រាមព្រៃឬជាអ្នករកអស់តើលោកមានបានឃើញមិត្តស្រីប្រុសរបស់ខ្ញុំរសាត់ប្រត់ទៅទីណាទេលោកណែខ្ញុំពុំបានឃើញដល់ស្រមោលនរណាម្នាក់ឡើយហើយណែខ្ញុំមិនមែនជាព្រានព្រៃឬអ្នកកាប់អស់ស្អីនោះទេណែខ្ញុំជាអ្នកជួញដូរគ្រឿងអលង្ការសពសារពើថ្ងៃនេះបានមកដល់ដែននិរញ្ញរាគឺដើម្បីស្វែងរកបងប្អូនណាក្មួយអូស្វែងរកបងប្អូនហ្នឹងហើយតើបងប្អូនរបស់លោកនៅស្រុកណាប្រាប់ខ្ញុំមកមើលក្រែងខ្ញុំបានស្គាល់ណាលោក
បងប្អូនរបស់ខ្ញុំពីមុនគេរស់នៅស្រុកស្ទឹងហៅដែលនិរញ្ញរានេះឯង អូនៅស្រុកស្ទឹងហៅគឺជាស្រុករបស់ខ្ញុំណា ហាណែថាយ៉ាងម៉េចស្ទឹងហៅជាស្រុករបស់ក្មួយ បាទ អូណែបើអញ្ចឹងឲ្យអ៊ំសួរបន្តិចម្ដាយក្មួយឈ្មោះអីទៅ បាទម្ដាយរបស់ក្មួយឈ្មោះសេនីណា ហាសេនីជាម្ដាយរបស់ក្មួយឬ បាទ ណែបើអញ្ចឹងចុះឪពុករបស់ក្មួយឈ្មោះអីទៅ បាទលោកឪពុករបស់ក្មួយឈ្មោះចៅសនតែគាត់ស្លាប់ចោលក្មួយតាំងពីក្មួយនៅតូចម្លេះលោកអ៊ំអើយ ពុទ្ធោចៅសនបងអូនស្លាប់ចោលបងហើយចៅសនបងអូន យីលោកអ៊ំចុះហេតុអីគ្រាន់តែឮសូរឈ្មោះលោកឪពុករបស់ខ្ញុំភ្លាមលោកហាក់ដូចជារន្ធត់ចិត្តខ្លាំងម្ល៉េះ មិនឲ្យយើងរន្ធត់មិនដេចបានបើចៅសនត្រូវជាប្អូនប្រុសបង្ការរបស់យើងនឹងហើយ ជីខ្ញុំហាក់ដូចជាបំដែលលឺអ្នកម្ដាយនិយាយពីរឿងនឹងម្ដងណាសោះ ធ្វើមិនដេចក្មួយប្រុសដឹងបើយើងត្រូវព្រាត់ប្រាសពីពុកក្មួយតាំងពីពុកក្មួយមិនទាន់ដឹងក្តីម្លេះអោចៅសនអើយបងមិននឹកស្មានថាយើងបែកគ្នាអស់រយៈពេលជាង30ឆ្នាំប្លាយពេលនេះអូនត្រូវបាត់បង់ជីវិតចោលបងយ៉ាងនេះទេកំផ្ដាច់ចំណងឲ្យបងព្រាត់អូនច្រើនឆ្នាំសងសោមានដំណឹងសងថ្ងៃនេះស្មានថាបានជួបណែប្អូនប្រុសកំគ្មានសន្ដងនៅតែព្រាត់ឆ្ងាយកំអ្វីពីអ្វីឲ្យបងព្រាត់អូនកំដាច់ចំណងចង់ជានិស័យបងសានស្រណងអាឡងអាឡៃមិនគួរអូនស្ដាយចោលបងយ៉ាងហ្នឹងអូចៅសនអើយបងស្ដាយខ្លាំងណាស់នៅពេលដែលបានជួបនឹងកូនប្រុសរបស់ប្អូនបើជាប្អូនត្រូវបាត់បង់ជីវិតយ៉ាងនេះទៅវិញអូក្មួយប្រុសមកចិត្តអ៊ំលោកពិតជាលោកឪពុកធំរបស់ខ្ញុំពិតប្រាកដឬទេ ពិតណាស់ក្មួយប្រុស លោកឪពុកធំ ក្មួយប្រុស លោកឪពុកធំអើយលោកឪពុកធំខ្ញុំមិននឹកស្មានថាក្រៅពីលោកឪពុកអ្នកម្ដាយខ្ញុំត្រូវមានលោកឪពុកធំត្រូវជាសាច់សាលោហិតរបស់ខ្ញុំយ៉ាងនេះទេលោកឪពុកធំអើយ មែនហើយក្មួយក្រោកឡើងទៅនៅក្មួយអង្គុយសម្រាកទីនេះបន្តិចទៅណែក្មួយប្រុស បាទ តើសប្តាហ៍ថ្ងៃក្មួយប្រកបការងារអ្វីដែរ បាទលោកឪពុកធំអើយក្មួយគ្មានប្រកបកិច្ចការអ្វីក្រៅពីចូលព្រៃបេះផ្លែឈើយកទៅលុកចិញ្ចឹមអ្នកម្ដាយចាស់ជរាជារៀងរាល់ថ្ងៃតែប៉ុណ្ណោះទេលោកឪពុកធំអើយ យេដេកក៏កំសត់ខ្លាំងម្លេះក្មួយណែបើមួយថ្ងៃរវល់តែចូលព្រៃរកអស់បេះផ្លែឈើយ៉ាងហ្នឹងតើពេលណាទៅទើបជីវិតក្មួយនឹងបានស្គមកើនឹងគេណែក្មួយប្រុសមិនលាក់បាំងអីនឹងក្មួយទេណាក្រៅពីរបរជួញដូរគ្រឿងអលង្ការអ៊ំនេះគឺជាមហាសេដ្ឋីណា អ៊ំគឺជាមហាសេដ្ឋី ពិតណាស់ណែក្មួយប្រុសមាសពេជ្រកែវកងរបស់អ៊ំលាក់ស្ទើរគ្រប់ទីកន្លែងណែកន្លែងនេះក៏មានមាសពេជ្រកែវកងរបស់អ៊ំលាក់ទុកផងដែរណាអូនណែក្មួយប្រុស បាទ តើក្មួយចង់រួចផុតពីភាពក្រីក្រទៅទេ លោកឪពុកធំអើយតើអ្នកណាម្នាក់ដែលមិនចង់រួចផុតពីភាពក្រីក្រនោះ
អូបើចង់រួចផុតពីភាពក្រីក្រណែក្មួយប្រុសត្រូវតែជួយអ៊ំចុះទៅយកមាសពេជ្រកែវកងពីទូសុរកម្មទាំងនោះជាពិសេសគឺចង្គៀងទឹក ចង្គៀងទឹកជីខ្ញុំហាក់ដូចជាធ្លាប់ឮចាស់ទុំនិទានតមកហើយតើឈ្មោះនេះគេពិតប្រាកដជាលោកឪពុកធំរបស់ខ្ញុំឬទេឬក៏គេចង់សាកល្បងលើទឹកចិត្តរបស់ខ្ញុំតើណាហើយបណ្ដោយតាមវាសនាទៅចុះណែលោកឪពុកធំមិនក្មួយប្រុសចង្គៀងទឹកនោះក្មួយធ្លាប់ឮចាស់ទុំនិទានតមកហើយលោកឪពុកធំនោះជាចង្គៀងរបស់អ៊ំហើយណែក្មួយប្រុសចុះទៅយកឲ្យអ៊ំទៅណាជីវិតក្មួយនឹងបានស្គមកាន់មិនខានប៉ុន្តែលអាងភ្នំនេះមានផ្ទាំងថ្មបិទចិត្តពីមុខអញ្ចឹងធ្វើមិនដេចក្មួយនឹងចុះទៅយកបានទៅលោកឪពុកធំមិនធ្វើទេក្មួយប្រុសលអាងភ្នំទាំងនេះគ្រាន់តែអ៊ំសែបមុនគាថាបន្តិចវានឹងរបើកចេញភ្លាមណាក្មួយប្រុសចាំអ៊ំបន្តិចណាបាទម៉ែអីសូមគុណបារមីអាសុរីអាសុរិតគុណកន្តងខៀវជួយសន្តិដ្ឋបើផ្ទាំងបាំងបិទដូចសេចក្តីប្រាថ្នាអាងភ្នំបើកចេញហើយជីអាងភ្នំអីក៏ឃើញជ្រៅក្រឡុងងឹតសូនឈឹងអញ្ចឹងខ្ញុំមិនហ៊ានចោះទៅទេលោកឪពុកធំហើយណែមិនធ្វើទេក្មួយប្រុសណែនេះជាដាវបិសាចក្មួយទទួលយកទៅសម្រាប់ការពារខ្លួនណាតែក្មួយប្រុសត្រូវចាំថានៅពេលយកបាតចង្គៀងទឹកហើយត្រូវបកគលឲ្យអ៊ំភ្លាមណាបាទខ្ញុំសូមចងចាំបណ្ដាំរបស់លោកឪពុកធំហើយបើអញ្ចឹងខ្ញុំចោះទៅហើយលោកឪពុកធំទៅចុះតាមប្រយ័ត្នខ្លួនផងក្មួយតើចង្គៀងទឹកនៅកន្លែងណាពួកព្រៃបិសាចពួកឯងជិះឆ្ងាយទៅពួកឯងស្លាប់ឲ្យអត់ទៅពួកឯងស្លាប់ទៅតើចង្គៀងទឹកនៅកន្លែងណាចង្គៀងទឹកតាអ្នកមានមហិទ្ធិឫទ្ធិយ៉ាងណានឹងចង្គៀងទឹកហើយចាំសិនចង្គៀងទឹកជាគេមរតករាជាដែលត្រូវបាត់បង់ជាយូរឡងមកហើយមានតែណាត់ទេដែលមានផលវាសនាខ្ពស់តើទទួលបាននៅចង្គៀងទឹកនេះចូលណាក់ថែរក្សាបានត្រឹមត្រូវក៏បណ្ដោយអវត្ថុស័ក្តិសិទ្ធិនេះណាក់ក្នុងកណ្ដាប់ដៃចូលខូចអត់សមណាខ្ញុំសូមចងចាំបណ្ដាំរបស់ព្រះនាងហើយប្រសើរហើយយើងលៀនណាក់សិនហើយចង្គៀងទឹកណាក់ស្អាតណាស់ណែក្មួយប្រុសយកបានចង្គៀងទឹកហើយមែនទេឆាប់បកគលឲ្យអ៊ំភ្លាមណាទេលោកឪពុកធំចង្គៀងទឹកគឺជាវត្ថុស័ក្តិសិទ្ធិដែលទេវតាប្រទានឲ្យខ្ញុំជាអ្នករក្សាទុកខ្ញុំមិនអាចប្រកល់ជូនឲ្យលោកឪពុកធំបានទេណែមួយប្រុសមិនអាចលេងសើចបានទេណាឆាប់បកគលចង្គៀងទឹកឲ្យអ៊ំភ្លាមទេលោកឪពុកធំចង្គៀងទឹកគឺជាកេរមរតករបស់ជាតិក្រុងរញ្ជរាលោះហើយខ្ញុំមិនអាចប្រកល់ជូនទៅឲ្យលោកឪពុកធំបានទេណែអាក្មេងឡាត់តែឯងឆាប់ប្រែចិត្តម្លេះឯងគ្មានសមត្ថភាពគ្រប់គ្រងចង្គៀងទឹកនោះបានទេណែចៅមាសមុខធ្វើរឹកខែងខ្ញុំចង់ប្រជែងរំយកចង្គៀងទឹកណែចៅមាសមុខធ្វើរឹកខែងខ្ញុំចង់ប្រជែងរំយកចង្គៀងទឹកឈ្នួលឯងប៉ុន្មានអញសងតាមចិត្តចង្គៀងពិសិដ្ឋបងប្រាថ្នាណាអាចមេនុបឥឡូវអញសួរបញ្ជាក់ជាលើកចុងក្រោយថាតើឯងព្រមប្រគល់ឲ្យឬក៏មិនឲ្យ
ទេលោកឪពុកធំខ្ញុំមិនអាចប្រកល់ជូនទៅឲ្យលោកឪពុកធំបានទេ អាចៅមេនុប ឯងចំជាក្រាន់បើមែនមិនអីទេយើងក៏មិនបណ្ដោយឯងធ្វើជាម្ចាស់ចង្គៀងនោះបានដែរបើហេតុដូច្នេះចូលឯងស្លាប់នៅក្នុងលាងភ្នំនោះចុះហើយទាំងថ្មទាំងឡាយចូលខ្ទប់មកលាងដូចដើម ពុទ្ធោលាងភ្នំបាត់ជិតហើយព្រះម្ចាស់ថ្លៃអើយ អាចៅមេនុបយើងបានប្រមានឯងជាមុនហើយទៅតើបើហេតុដូច្នេះជួលឯងស្លាប់នៅក្នុងលាងភ្នំចុះស្លាប់នៅក្នុងលាងភ្នំចុះយើងលាហើយលោកឪពុកធំហេតុអីក៏លោកឪពុកធំដាច់ធម៌មេត្តាខ្លាំងម្ល៉េះលោកឪពុកធំ បើខ្ញុំមិនជួយដល់ចិត្តសិទ្ធនេះទេគេច្បាស់ជាស្លាប់ក្នុងលាងភ្នំនេះហើយ លាងភ្នំបើកចេញហើយយីតើអ្នកនាងជាណា ចាលោកបច្ចាកំផ្លាស់ខ្ញុំអុយសោះខ្ញុំគឺជាអារក្សចង្គៀងណាត់ណាមួយដែលទទួលបានចង្គៀងនេះគឺមានឈ្មោះថាជាម្ចាស់របស់ខ្ញុំហើយ ខ្ញុំគឺជាម្ចាស់របស់អ្នកនាង ពិតប្រាកដហើយលោកបច្ចាត្រូវគ្រូមហាថ្មបបបញ្ឆោតតើលោកបច្ចាមិនដឹងខ្លួនទេអី ខ្ញុំត្រូវគ្រូមហាថ្មបោកបញ្ឆោតចុះគេមិនមែនជាលោកឪពុកធំរបស់ខ្ញុំទេអី ទេគេមិនមែនជាលោកឪពុកធំរបស់លោកបច្ចាទេគេគ្រាន់តែប្រើលោកបច្ចាឲ្យចូលទៅក្នុងលាងភ្នំនេះហើយគេក៏រកល្បិចកលសម្រាប់លោកបច្ចាពុំខានឥឡូវលោកបច្ចាយកបានចង្គៀងទឹកនេះហើយចុះលោកបច្ចាថែរក្សាឲ្យបានត្រឹមត្រូវក៏មិនដោយឧបទូស័ក្តិសិទ្ធិនេះឆ្លាក់ក្នុងកណ្ដាប់ដៃគ្រូមហាថ្មបឲ្យសោះណា ខ្ញុំសូមចងចាំបណ្ដាំរបស់ព្រះនាងហើយ ប្រសើរហើយយើងលៀនណាក់សិនហើយ សូមព្រះនាងត្រង់យាងចង់ទៀតទៅវ៉ាវសត្វខ្លាសាហាវណាស់មានមនុស្សស្រែកហៅជួយអាខ្លាកំណាច់ហើយស្លាប់ទៅចុះហាខ្លាកំណាច់ណានាងយីណានាងទៅណាហើយណានាងណានាងចេញមកណានាងមិនអីទេខ្លាវាត្រូវរបួសរត់ទៅបាត់ហើយណានាង ចាណានាងក្រោកឡើងណានាង ចានាងខ្ញុំសូមអរគុណលោកច្រើនណាស់ដែលជួយយកអាសាខ្ញុំឲ្យរួចផុតពីក្រញ៉ាំសត្វខ្លាដ៏សាហាវមិនអីទេណានាងក្រោកឡើងទៅណានាងក្រោកឡើងទៅ ចានាងខ្ញុំសូមអរគុណលោកច្រើនណាស់ មិនអីទេណានាងណែបើតាមមើលភិនភាគរបស់ណានាងប្រហែលជានាងមិនមែនជាមនុស្សរស់នៅក្នុងតំបន់នេះទេនាងខ្ញុំមាននាមថាបទុមកេសីជារាជបុត្រីនៃក្រុងនេរញ្ជរាណាលោកប្រុស បទុមកេសីឈ្មោះដែលខ្ញុំធ្លាប់តែស្រមោលស្រមៃនៅក្នុងសបុនឥឡូវពេលនេះស្រាប់តែមាននៅចំពោះមុខខ្ញុំតែម្ដងនាងគឺជារាជបុត្រីទៀតផងទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយបង្គំព្រះនាងក្រាបទូលណែលោកប្រុសក្រោកឡើងចាស់លោកប្រុស សូមថ្លែងអំណរព្រះគុណព្រះនាងក្រាបទូលណែលោកប្រុសឈ្មោះអ្វីទៅមានដើមកំណត់នៅទីណាហើយសពថ្ងៃប្រកបកិច្ចការអ្វីដែរទៅ ក្រាបទូលព្រះនាងទូលព្រះបង្គំឈ្មោះចៅសិទ្ធ ឈ្មោះចៅសិទ្ធ សពថ្ងៃប្រកបរបរស្រែចម្ការច្បារដំណាំសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះទេព្រះនាងអើយគួរឲ្យអាណិតណាស់ ដងប្រយាយព្រំណាយេត្រនមេសានសក់
ជាងទំនុកជុំរៀងបំពេតងប្រយាយព្រឹងភ្នំត្រលំសានសងខ្លាជាងទំនុកជុំរៀងបំពេជ្រោះជ្រៅត្រជាក់តាឆ្នាក់ធ្នមថាមិនឃ្លាតឆ្ងាយទេឋានសក់ភ្នោរំព្រះនាងជាម្ចាស់អើយទូព្រះបង្គំតាំងពីតូចដល់ធំយកព្រៃភ្នំធ្វើជាលំនៅទេព្រះនាងគួរអោយអាណិតណាស់លោកប្រុសបរិយរាជធានីរ៉េងជូរីតែងស្វាគមន៍អ្នកមានវិជ្ជាខ្ពង់ខ្ពស់ដូចជាលោកអញ្ចឹងណាបើអញ្ចឹងសូមលោកធ្វើដំណើរជាមួយនាងខ្ញុំទៅកាន់ក្នុងព្រះបរមរាជវាំងកំបីខានណាលោកប្រុសទេព្រះនាងទូព្រះបង្គំមិនអាចបោះបង់ចោលដងព្រៃព្រឹកភ្នំដែលធ្លាប់តែផ្ដល់នៅសេចក្តីសុខហើយទូបង្គំក៏មិនអាចបោះបង់ចោលអ្នកម្ដាយចាស់ជរាឲ្យគាត់រស់នៅកំព្រារងាបតែម្នាក់ឯងបានដែរព្រះនាងអើយសូមព្រះនាងកុំបង្ខំចិត្តទូព្រះបង្គំធ្វើអីលោកប្រុសអោណែព្រះនាងចុះព្រះនាងយាងមកតែមួយអង្គឯងទេព្រះនាងនាងខ្ញុំធ្វើដំណើរជាមួយបងស្នំបងសេនាតែពេលត្រូវខ្លាប្រដេញពួកបងស្នំបងសេនាមិនដឹងតើនៅទីណាទេលោកប្រុសអើយព្រះនាងតូចព្រះនាងនៅទីណាព្រះនាងតូចបងស្នំបងសេនាអ្នកទាំងអស់គ្នានៅទីណាបងស្នំបងសេនាព្រះនាងនៅទីនេះទេតើសូមព្រះនាងព្រះរាជទានទោសផងក្រាបទូលត្រូវហើយព្រះនាងមិនថ្មីទេបងស្នំបងសេនាអ្នកទាំងអស់គ្នាក្រោកឡើងចុះក្រាបទូលព្រះនាងពេលដែលត្រូវសត្វខ្លាប្រដេញពួកខ្ញុំម្ចាស់ភ័យផុតរត់បែកផ្សែងវងវែងវងវាន់មិនដឹងសត្វប្រត់ព្រះនាងនៅទីណាឥឡូវបានជួបព្រះនាងពួកខ្ញុំម្ចាស់ត្រេកអរណាស់ក្រាបទូលព្រះនាងពិតជាមានបណ្ឌបារមីមែនដែលបានរួចពីក្រញាំខ្លាក្រាបទូលពិតហើយព្រះនាងមិនមែនដូច្នោះទេបងស្នំបងសេនាអើយបើគ្មានលោកប្រុសនោះជួយយកអាសាទេនាងខ្ញុំច្បាស់ជាស្លាប់តែម្នាក់ឯងក្នុងព្រៃជ្រៅនេះពុំខានសូមអរគុណលោកប្រុសដែលបានជួយយកអាសាព្រះនាងតូចណែមិនអីទេអស់លោកក្រោកឡើងទៅអស់លោកមិនអីទេក្រោកឡើងទៅណាជួយគ្នាទៅវិញទៅមកគឺជារឿងធម្មតាទេតាណែព្រះសូរិយា
ហៀបនឹងអស់ស្ដងគាត់ទៅហើយពេលនេះព្រះនាងក៏បានជួបជុំគ្នាវិញដែរសូមព្រះនាងវិលត្រឡប់ចូលទៅកាន់ព្រះបរមរាជវាំងវិញកុំអោយប្រលប់ធនក្រាបទូលពិតដូចជានោះហើយព្រះនាងពិតមែនហើយថ្ងៃរៀបអស់ស្ដងគាត់ហើយបើអញ្ចឹងយើងល្មមវិលទៅវិញកុំអោយព្រះមេដាព្រះបិតាស្ដេចក្រុងចាំណាបងស្នំបងសេនាពិតហើយព្រះនាងមើលពួកយើងបាទជួយហែហោមព្រះនាងតូចចូលក្នុងព្រះបរមរាជវាំងវិញណាបាទចាលោកព្រះនាងសូមព្រះនាងស្ដេចយាងក្រាបទូលសូមព្រះនាងស្ដេចជាងក្រាបទូលលោកប្រុសបរិយរាជដ្ឋាននិរញ្ជរីតែងទន្ទឹងមើលផ្លូវលោកជានិច្ចណាព្រះនាងដងព្រៃស្ទឹងហៅកុំដៅចិត្តយល់ហើយរំពឹងគិតចិត្តចងចាំថ្ងៃនេះបានស្គាល់អ្នកក្លាហានចិត្តអើយចាស្នាមអនុសាបរិយរាជដ្ឋានតែងស្រណោះអ្នកចេះខ្ពង់ខ្ពស់ចិត្តខានខ្លាប្រសិនលោកចាស់ព្រៃព្រឹក្សាជួយរាជសីមាអមលេះទេជួយជាតិរូបខ្ញុំពុំបងបោះតែខ្ញុំស្រណោះព្រឹក្សាគេស្រណោះចំរៀងម្ដាយងំបំពេចំការច្បាស្រាថែជីវិតព្រះនាងសូមព្រះនាងទុកឱកាសឲ្យទូលព្រះបង្គំពិចារណាសិនក្រាបទូលដងព្រៃស្ទឹងហៅកុំដៅចិត្តអើយអូនកេងគិតស្ទើរយប់ថ្ងៃសូមកុំបានយល់ប្រុសចរណៃយល់ហើយឃ្លាតឆ្ងាយនឹកម្លេះទេយេព្រះនាងតូចព្រលឹមឡើងអង្គុយនឹកព្រឹកនឹកព្រៃទៀតហើយបងស្នំមិនឲ្យខ្ញុំនឹកព្រឹកនឹកព្រៃមិនដេចបានបើដងព្រៃស្ទឹងហៅសឹងមានសម្រស់ដ៏ល្អត្រកាលខ្ញុំបានទៅម្ដងហើយគឺណែចង់ទៅម្ដងទៀតណាបងស្នំអាយ៉ាទៅម្ដងហើយចង់ទៅម្ដងទៀតនឹងហើយយេព្រះនាងតូចมันខ្លាចសត្វខ្លាកាពីថ្ងៃមនុស្សតាមប្រដេញទៅអីខ្ញុំម្ចាស់នឹកឃើញហើយបើដងព្រៃស្ទឹងហៅមានអ្នកក្លាហានជួយការពារមានអ្វីគួរឲ្យខ្លាចទៀតមែនទេព្រះនាងតូចបងស្នំចេះតែលក់លើដាក់ខ្ញុំពេកហើយពិតប្រកបហើយគុណធម៌របស់អ្នកក្លាហានចៅសិតជួយយកអាសាខ្ញុំមិនអាចបំភ្លេចបានទេតែបងស្នំអើយអ្នកមានវិជ្ជាខ្ពង់ខ្ពស់ដូចជាបងចៅសិតបែរជាទៅរស់នៅក្នុងដងព្រៃព្រឹក្សាទៅវិញបងស្នំពិតហើយព្រះនាងនឹកគួរស្រណោះប្រអ្នកក្លាហានគួររស់នៅឋានមានយងមានជ័យយកចំណេះដឹងជួយជាតិមរៃរួងក្នុងប្រឹងប្រៃគ្មានអ្វីឡឡើយអូនសែនស្រណំដល់
ចវាំងពួកមេតបមានវ័យចាស់ជរាអស់ទៅហើយហេតុអ្វីប្រាប់បិតាមិនជ្រើសរកមេតបក្មេងៗធ្វើជាទំពាំងស្នងឫស្សីអញ្ចឹងបងស្នំក្រាបទូលព្រះនាងបើតាមខ្ញុំម្ចាស់បានដឹងព្រះករណាជាម្ចាស់កំពុងតែប្រកាសហៅអស់កូនស្ដេចមន្ត្រីនៅក្រៅព្រះនគរឲ្យចូលស្ដីដណ្ដឹងព្រះនាងដូចហើយក្រាបទូលបងស្នំកុំតែនិយាយប្រាប់ដាក់អញ្ចឹងកូនស្ដេចមន្ត្រីគ្រប់ដែនសីមាចិនចាមលង្កាជ្វាម៉ាឡេស៊ីកូនស្ដេចមន្ត្រីគ្រប់ដែនសីមាចិនចាមលង្កាជ្វាម៉ាឡេស៊ីកំបានចេញរឹកសម្រិនថ្វីដៃកំបានចេញរឹកសម្រិនថ្វីដៃសំចោនិស័យនឹងព្រះនាងហើយបងស្នំក្រាបទូលព្រះនាងព្រះករណាជាម្ចាស់ច្បាស់ជាជ្រើសរើសបានបុត្រសុនិសាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់គ្រប់គ្រងបរិយារាជសីមាតទៅអនាគតជាក់ជាពុំខានឡើយក្រាបទូលប៉ុន្តែសុទ្ធសឹងជាមនុស្សក្រៅព្រះនគរមនុស្សចេះមនុស្សដឹងក្នុងព្រះនគរមិនមែនខ្វះអីណាហេតុអ្វីព្រះបិតាមិនជ្រើសរើសបងស្នំអើយខ្ញុំធុញណាស់បងស្នំអើយព្រះនាងតូចព្រះករុណាជាអម្ចាស់នឹងព្រះមហាក្សត្រីស្ដេចយាងមកដល់ហើយព្រះករុណាជាអម្ចាស់នឹងព្រះមហាក្សត្រីស្ដេចយាងមកដល់ហើយទូលប្រាប់បង្គំយើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះករុណាជាអម្ចាស់នឹងព្រះមហាក្សត្រីក្រាបទូលប្រសើរហើយមន្ត្រីសេនាត្រីស្នំក្រមការទាំងអស់គ្នាក្រោកឡើងរកកលែងគួសមតាមសម្រួលចុះណាព្រះករុណាថ្លៃវិសេសមើលស្នំក្រាបទូលព្រះអង្គម្ចាស់ចូលរាជបុត្រីយើងយាងទៅណាមិនក៏មិនឡើងកលយើងអញ្ចឹងក្រាបទូលព្រះអង្គម្ចាស់ព្រះនាងតូចជបុត្រីយើងទៅណាហើយស្រីស្នំក្រាបទូលព្រះនាងតូចជាងទៅក្រសានសួនអមិញនេះក្រាបទូលជាងទៅក្រសានសួនព្រះពរមហេសីអូនព្រះពរព្រះស្វាមីរាជបុត្រីយើងតាំងពីទៅលេងព្រៃបានម្ដងហាក់ដូចជាបណ្ដិតបណ្ដោយអារម្មណ៍ពេកហើយអស់ពីក្រសាលសួនជើងវាំងដល់ក្រសាលសួនត្បូងវាំងតើតង់ព្រៃស្ទឹងហៅនោះមានអានុភាពយ៉ាងម៉េចបានជាទាញអារម្មណ៍រាជបុត្រីយើងឲ្យស្រណោះខ្លាំងម្ល៉េះព្រះរាជឋានគឺជាឋានសុខហេតុអ្វីក៏ទុកនឹកព្រៃព្រឹកសាព្រះរាជឋានគឺជាឋានសុខហេតុអ្វីក៏ទុកនឹកព្រៃព្រឹកសាដងព្រៃស្ទឹងហៅគ្មានអ្វីអងចាកូននឹកព្រឹងសាមកប្រកក្ដីមហេសីអូនប្រកាសជាបានយល់ពីជំរឿទឹកចិត្តរាជបុត្រីយើងខ្លះហើយឬក្រាបទូលព្រះស្វាមីខ្ញុំម្ចាស់បានដឹងច្បាស់ថាចាប់ត្រឹមពីបុត្រីយើងយាងទៅក្រសាលព្រឹកព្រៃស្ទឹងហារៀបនឹងត្រូវគ្រោះថ្នាក់ដោយក្រញាំខ្លាសាហាវបើគ្មានចៅមានុម្នាក់ជួយយកអាសាទេបុត្រីយើងនឹងត្រូវរងគ្រោះដោយខ្លាកំណាញ់នោះមិនខានឡើយព្រះអង្គមកដឹងគុណមាននប់ព្រៃភ្នំជួយផុតក្រធំអើយមុំស្រណងសំស្ដេចសន្ត
យើមិនដាច់អារម្មណ៍ពីព្រៃភ្នំស្ទឹងហៅពីមនុស្សព្រៃកំសត់កំរងគុណអាស្រ័យវាជួយសង្គ្រោះរាជបុត្រីយើងមិនបំភ្លេចទេតែវាមិនស័ក្តិសមទួជាបទសន្និសីទយើងឡើយមិនតែអញ្ចឹងអីលោកប្រាជ្ញក្រាបទូលបការណាជាអម្ចាស់ពុទ្ធដូច្នោះហើយក្រាបទូលព្រះស្វាមីបើទោះជាគេជាអ្នកកំសត់ក្រីក្រមែនប៉ុន្តែគេជាអ្នកមានគុណធម៌ចំពោះព្រះរាជបុត្រីយើងដែរព្រះស្វាមីអើយសូមព្រះអង្គមេត្តាពិចារណាផងទៅក្រាបទូលមហេសីអូនតើឲ្យយើងពិចារណាយ៉ាងម៉េចទៅបើគេជារាជសាមញ្ញរីឯរាជបុត្រីយើងជាពូជពងវងមហាក្សត្រខុសឆ្ងាយពីគ្នាដូចមេឃនឹងដីទៅហើយព្រះស្វាមីឲ្យខ្ញុំអញ្ចឹងសូមអង្វរទៅព្រះអង្គព្រះស្វាមីព្រះនាងតតបុត្រីសូមក្រាបថ្វាយបង្គំព្រះមេត្តាព្រះបិតាក្រាបទូលប្រសើរឲ្យបុត្រីគ្រោកឡើងតបុត្រព្រះពរព្រះមេត្តាព្រះបិតាបុត្រទុំកែសីបុត្រព្រះបិតាយាងមកប្រារាជដំណាក់របស់បុត្រថ្ងៃនេះគឺមានបំណងចង់ក្រើនរំលឹកបុត្រឲ្យប្រុងប្រៀបស្មារតីដើម្បីទទួលស្វាគមន៍បុត្រស្ដេចទាំងឡាយដែលនៅក្រៅព្រះនគរចូលមកសាកល្បងស្ដីដណ្ដឹងបុត្រធ្វើជាប្រារាជមហេសីណាតែព្រះបិតាព្រះបិតាសូមព្រះបិតាមេត្តាយល់ដល់ទឹកចិត្តរបស់បុត្រផងព្រះរាជបុត្រទាំងអស់នោះបុត្រពុំដែលបានស្គាល់បានយល់ពីចិត្តពោះគេម្ដងណាសោះធ្វើមិនដេចបុត្រហ៊ានទទួលគេធ្វើជាគូទៅជីវិតទៅបានព្រះបិតាព្រះបិតាសូមព្រះបិតាមេត្តាសន្តោសកូនមិនបងបោះផោព្រៃនិស័យប្រុសផងមិនដឹងមិនយល់ចិត្តកាយបើភ្ជាប់និស័យម្លេះរងទុកហើយព្រះបិតាបុត្រកុំបណ្ដោយតាមព្រេងវាសនាគួរយកបោះស្ដាមានបុណ្យបារមីត្រូវប្រកាន់ចិត្តជារាជបុត្រីប្រុសព្រានអប្រិយកុំបីស្នេហងតែព្រះបិតាព្រះបិតាកុំធ្វើដូច្នោះតែបុត្រមិនសុខចិត្តទេព្រះបិតាព្រះនាងតូចព្រះនាងតូចបុត្រទុំកែសីបុត្របុត្រទុំកែសីបុត្របុត្រទុំកែសីបុត្រព្រះម្ចាស់ថ្លៃអើយយើងបានរាជបុត្រីមួយធ្វើឲ្យយើងខ្វល់ចិត្តយ៉ាងខ្លាំងតើដងព្រៃស្ទឹងហៅនោះមានអនុភាពយ៉ាងម៉េចបានជាទាញអារម្មណ៍រាជបុត្រីយើងឲ្យស្រណោះខ្លាំងម្ល៉េះព្រះម្ចាស់ថ្លៃអើយព្រះម្ចាស់ថ្លៃអើយក្រាបទូលបការណាជាអម្ចាស់មានយាយចាស់មណាក់សូមអនុញ្ញាតចូលកលព្រះអង្គឲ្យក្រាបទូលហាមានយាយចាស់ម្នាក់មានបំណងចង់ចូលកលយើងពិតប្រកបណាស់ក្រាបទូលហាតើយាយចាស់នោះជាមនុស្សប្រភេទណាបានជាហ៊ានប្រថុយប្រឋានចូលមកកលយើងអញ្ចឹងលោកប្រាជ្ញក្រាបទូលបការណាជាអម្ចាស់គឺយាយចាស់នៅតំបន់ស្ទឹងហៅតំបន់ស្ទឹងហៅពិតប្រកបណាស់ក្រាបទូលដល់តំបន់ស្ទឹងហៅទៀតហើយពិតប្រកបណាស់ក្រាបទូលទោះបីទូលបង្គំខំរារាំងយ៉ាងណាក៏ដោយគាត់នៅតែទទួលសូមអនុញ្ញាតចូលកលអតទៅបានយាយចាស់ស្លូតត្រង់មានបំណងអ្វីមិនក្រែងបារមីប្រាច់អញ្ញាតោះទូលសូមចូលកលកសត្រាសូមស្ដេចពិចារអនុគ្រោះផងក្រាបទូលមិនអីទេលោកប្រាជ្ញបើយាយចាស់នោះមានបំណងចង់ចូលកលយើងពិតប្រកបមែនចូលឲ្យយាយចូលមកចុះណាសូមទទួលប្រារិទ្ធបញ្ជាក្រាបទូលមើលសេនាបាទចូលនាំយាយចាស់នោះចូលមកណាទូបញ្ជាបាទទូលបង្គំសូមក្រាបថ្វាយបង្គំក្រុមលំអងទូលីព្រះបាទដំកជីវិតលើកដំបូងក្រាបទូលប្រសើរយាយតើយាយឈ្មោះអីហើយចូលមកទីនេះតើមានបំណងយ៉ាងម៉េចដែរយាយក្រាបទូលព្រះករណាព្រះអង្គជាម្ចាស់ទូលព្រះបង្គំឈ្មោះសេននីត្រូវជាម្ដាយរបស់ចៅសិទ្ធសពថ្ងៃហ
រស់នៅតំបន់ស្ទឹងហៅក្រាបទូលយាយត្រូវជាម្ដាយរបស់ចៅសិតក្រាបទូលព្រះអង្គចៅសិតគឺជាចៅមាណពម្នាក់ដែលជួយយកអាសារាជបុត្រីយើងឲ្យរួចផុតពីក្រញាំសត្វខ្លានោះមែនទេពិតប្រាកដណាស់ព្រះអង្គអូបើអញ្ចឹងបានសេចក្តីថាយាយចូលមកកលយើងថ្ងៃនេះគឺមានបំណងចង់ឲ្យយើងតបស្នងសងគុណដល់កូនប្រុសរបស់យាយនោះមែនទេមើលលោកប្រាជ្ញព្រះករុណាថ្លៃវិសេសទេជប់សិនលោកយាយយើងឃើញយាយក្រកំសត់យើងអាណិតណាស់យើងនឹងជូនរង្វាន់យ៉ាងកប់ចិត្តដល់យាយណាក្រាបទូលព្រះករុណាជាម្ចាស់មិនមែនដូច្នោះទេក្រាបទូលអូបើយាយមិនចង់បានតបស្នងសងគុណពីយើងតើយាយចង់បានស្អីទៅក្រាបទូលព្រះករុណាព្រះអង្គជាម្ចាស់កូនប្រុសរបស់ទូលព្រះបង្គំការដៃវាលឺថាព្រះនគរប្រកាសជ្រើសរើសរកអ្នកមានស្នាដៃធ្វើជាបុត្រសុនិសាវាក៏តាំងឲ្យខ្ញុំម្ចាស់ឡើងមកកាន់វាំងណែដើម្បីស្ដីដណ្ដឹងព្រះរាជបុត្រីធ្វើជាមហេសីហើយក្រាបទូលយោលោកយាយរាជបុត្រីយើងជាពួយប៉ងវងមហាក្សត្រមិនគួរមានប្តីថោកទាបដូចជាកូនប្រុសរបស់យាយទេព្រះអង្គយាយមិនណែតែកាមិនក្រែងទេស្ដាចង់ចោលកាយការរៀងចិត្តថាទេយាយមិនណែចិត្តខែងយ៉ាមិនក្រែងទេស្ដាចង់ចោលកាយការរៀងចិត្តថាណានឹងហើយហៅថាមិនយ៉ាងអីមើលប្រាណាខ្លួនទៀតមេតោកយ៉ាមិនប្រមាណខ្លួនយាយាយជារាសាមាញ់ហេតុអីមិនចេះមើលខ្លួនហ៊ានចូលស្ដីដណ្ដឹងរាជបុត្រីយើងឲ្យកូនប្រុសរបស់យាយផងតើកូនប្រុសយាយជាមនុស្សប្រភេទណាបានជាមិនចេះក្រែងមេក្រែងកាយយ៉ាងនេះក្រាបទូលព្រះអង្គម្ចាស់ពិតជាមិនក្រែងមេក្រែងផ្កាយមែនក្រាបទូលលោកយាយពិតជាស្ដាប់មិនច្បាស់ព្រះរាជសាររបស់ព្រះអង្គហើយព្រះរាជសារអោយត្រឹមតែព្រះរាជបុត្រពួយពងអង្គមហាក្សត្រជួយស្ដីដណ្ដឹងព្រះរាជបុត្រីតែប៉ុណ្ណោះលោកយាយវិញជារាសាមាញ់ហ៊ានជួយស្ដីដណ្ដឹងព្រះរាជបុត្រីដូច្នេះឈ្មោះតាយាយម៉ាក់ងាយជាស្ដាព្រះមហាក្សត្រយាយត្រូវតែមានទោសណាទូលព្រះបង្គំត្រូវតែមានទោសអូព្រះករុណាព្រះអង្គជាម្ចាស់អើយសូមព្រះអង្គប្រទានទានទោសដល់ទូលព្រះបង្គំជាខ្ញុំផងក្រាបទូលតងអ្វីធ្ងន់ម្លែងអើយក្រនស្នាប្រណីសំជាប់នេះសាយតាមទុំនាមល្អតងអ្វីធ្ងន់ម្លែងអើយក្រនស្នាប្រណីសំជាប់នេះសាយតាមទុំនាមល្អហេតុអ្វីត្រូវចោតបំពីណាសុលធម